ជំរាបសួរដល់បងប្អូនអ្នកគ្រប់គ្រងបណ្ដាលគុណខ្មែរជាទីគោរពយើងវិលមកជួបគ្នានៅក្នុងវីដេអូថ្មីហើយបើគិតទៅព្រឹត្តិការណ៍ប្រកួតគួរឲ្យចាប់អារម្មណ៍ក្នុងស្រុកដូចជាអស់បងប្អូនណាបាទបន្ទាប់ពីចប់ពី Mario ពេលសម្បត្តិទៅលទ្ធផលនេះបានដឹងដូចជាអស់ហើយណាហើយ Mario ក៏គាត់ត្រឡប់ទៅវិញក្រុមអេស្ប៉ាញក៏ត្រឡប់ទៅវិញដែរអញ្ចឹងក្នុងស្រុកដូចជាអត់មានហេតុការណ៍កើតឡើងទេមានហេតុការណ៍តែមួយទេកំពុងតែចាប់ផ្ដើមមុនម៉ោងបាយនេះហើយសង្ឃឹមថាវានឹងស្ងប់ស្ងាត់ទៅវិញបន្ទាប់ពីសម័យខ្លួនគាត់នឹងមានអីចេញមកអញ្ចឹងណាប៉ុន្តែសម្រាប់ខ្ញុំអត់និយាយទេសម្រាប់ចំពោះរឿងនេះបាទអរគុណច្រើនបងប្អូនប្រកាសជាបានដឹងហើយនៅក្នុងខែឧសភានេះគឺមានព្រឹត្តិការណ៍ក្រៅស្រុកពីរធំដែលគួរឲ្យកត់សម្គាល់ហើយក៏សិតតែជាការបង្កើតប្រវត្តិសាស្ត្រថ្មីរបស់គុណខ្មែរដែរទីមួយនោះ KSF នាំថ្នាលគុណខ្មែរ5រូបហោះយន្តហោះជាង5ម៉ោងពីទឹកដីកំណើតរបស់ខ្លួនដែលជាប្រវត្តិសាស្ត្រថ្មីរបស់គុណខ្មែរដែលយើងបាននាំថ្នាលចេញទៅអុកឡុកនៅទឹកដីឆ្ងាយពីប្រទេសកំណើតរបស់ខ្លួនក្នុងនោះដោយបងប្អូនបានដឹងអញ្ចឹងមានរិទ្ធីគីងកុងមានបូរិនមានសុធារិនមានលីហួរហើយនិងគឿមសវណ្ណឃីម5រូបនេះនឹងត្រូវហោះដំណើរចេញទៅប្រទេសជប៉ុននៅថ្ងៃទី22បាទហើយនឹងត្រឡប់មកវិញនៅថ្ងៃទី27ខែឧសភាឆ្នាំ2025ធ្វើការប្រកួតនៅថ្ងៃទី25ខែ5ឆ្នាំ2025ប្រកួតថ្ងៃល្អទេបងប្អូនខ្ញុំមានការអាប់ដេតតិចជូនដល់បងប្អូនការប្រកួតអ្នកទាំង5នេះដោយបានដឹងអញ្ចឹងគឺជាការបង្កើតប្រវត្តិសាស្ត្រថ្មីរបស់ KSF គុណខ្មែរ Super Fight ក្នុងការនាំថ្នាលចេញទៅអុកឡុកនៅក្រៅប្រទេសជាលើកដំបូងតែម្ដងអត់ធ្លាប់មានពីមុនមកទេបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងមានការគាំទ្រច្រើនព្រោះមកដល់ម៉ោងនេះប្រហែលជារៀងស្ងាត់អាចបងប្អូនភ្លេចខ្លះអីខ្លះអញ្ចឹងទៅអញ្ចឹងខ្ញុំមកសើរឿងឡើងវិញបាទសារធ្លាប់ចេញវីដេអូដែរអញ្ចឹងអ្នកទាំង5នេះនឹងត្រូវចេញទៅប្រកួតក្នុងលក្ខខណ្ឌនៃច្បាប់របស់គេគឺការពាក់ការពារបាទក្នុងនោះមានការពារក្បាលការពារពាក់អាវការពារខ្លួនការពារកែងការពារជង្គង់ការពារស្មងបាទអញ្ចឹងគេមានការពារដូចខ្ញុំបាននិយាយគឺគេគិតគូរអំពីសុវត្ថិភាពរបស់ក្មេងៗជាពិសេសគឺភ្ញៀវយើងនេះយើងជាភ្ញៀវនេះហោះទៅគឺយើងត្រង់នាមជាក្មេងគេប្រចាំប្រចែងគេគិតអំពីសុវត្ថិភាពអញ្ចឹងគេការពារបែបនេះនៅក្នុងនោះអ្នកទាំង5នោះធ្វើការប្រកួតតែ3ទឹកទេក្នុងមួយទឹកតែ2នាទីតែប៉ុណ្ណោះបាទមួយទឹកតែ2នាទីតែប៉ុណ្ណោះបាទអញ្ចឹងម្នាក់គឺប្រកួត3ទឹកហើយដោយបងប្អូនបានដឹងអញ្ចឹងក្នុងការប្រកួតនោះគឺមាន5គូនោះខ្ញុំសូមជម្រាបជូនបងប្អូនថាសម្រាប់រិទ្ធីសុធារិនត្រូវប៉ះជាមួយនឹងកីឡាកររ៉េនតូម៉ាសូដាបាទនៅក្នុងប្រភេទទម្ងន់40គីឡូក្រាមរិទ្ធីលីហួរដែលជាបងប្រុសបង្កើតរបស់រិទ្ធីគីងកុងនោះជួបជាមួយនឹងកីឡាករតៃហ្គាអូតាបាទក្នុងប្រភេទទម្ងន់30គីឡូក្រាមបាទហើយនៅក្នុងនោះក៏មានបន្ថែមទៀតដែរគឺបូរិនបាទបូរិនត្រូវជួបជាមួយនឹងកីឡាករ Rio Nomura បាទនៅក្នុងប្រភេទទម្ងន់36គីឡូក្រាមហើយអ្វីដែលកាន់តែពិសេសទៀតបងប្អូនគេទុំតែជូនតំណែងមុននេះបាទរិទ្ធីគីងកុងប៉ះជាមួយនឹងមិនស៊ីមីស៊ីនម៉ាហារ៉ាអ្នកទាំងពីរនេះគឺប្រកួត3ទឹកមួយទឹក2នាទីសម្រាប់30វិនាទីក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ណែបងប្អូនយើងមានការអាប់ដេតជូនដល់បងប្អូនទៅទទួលបានដំណឹងកំពុងហូបបាយនេះគឺខាងជប៉ុនគេឆាតមកគេថាគូនេះគួរឲ្យចាប់អារម្មណ៍អញ្ចឹងដាក់ខ្សែក្រវ៉ាត់ឲ្យប្រកួតក្នុងប្រភេទទម្ងន់25គីឡូក្រាមប៉ាអូនមួយនេះសាច់មើលទៅមុខរឿងម៉ាន់ដែរទឹកជប៉ុននេះបាទមុខគេគ្រាន់បើដែរបាទអញ្ចឹងរិទ្ធីគីងកុងប៉ះជាមួយនឹងកីឡាករម៉ាហារ៉ាក្នុងប្រភេទទម្ងន់25គីឡូក្រាមប្រកួតដណ្ដើមខ្សែក្រវ៉ាត់ Academy របស់គេនៅប្រទេសជប៉ុនបាទមិនទាន់អស់ទេគឿមសវណ្ណឃីមគីឡូធំជាងគេប្រភេទទម្ងន់55គីឡូក្រាមប៉ះជាមួយនឹងកីឡាករបាទអេស៊ូស៊ីតាកាយ៉ាម៉ាក្នុងនោះសវណ្ណឃីមក៏ត្រូវប្រកួត3ទឹកមួយទឹក2នាទីសម្រាប់30វិនាទីដណ្ដើមខ្សែក្រវ៉ាត់ដូចគ្នាប៉ះជាមួយនឹងម្ចាស់ខ្សែក្រវ៉ាត់នៃក្លឹបជប៉ុនជើងខ្លាំងរបស់ជប៉ុនហើយការប្រកួតធ្វើឡើងនៅតាគូបាផាកអញ្ចឹងការប្រកួតសូមជម្រាបជូនបងប្អូននៅតាគូបាផាកបាទអញ្ចឹងខ្ញុំបានដឹងថាเพจខ្ញុំមានបងប្អូនអ្នកនៅរស់នៅជប៉ុនគាត់ like គាត់follow អត់ទេប៉ុន្តែសង្ឃឹមថាព័ត៌មាននេះនឹងដឹងដល់បងប្អូនសូមភ្លេចទៅជួយគ្រប់គ្រងផងបើតាមការប្រកួតនេះគឺដូចជានៅចិត្តភ្នំតកក Fuji ភ្នំតកកដែលល្បីល្បាញជាងគេ Fuji នឹងឯងបាទអញ្ចឹងសង្ឃឹមថាបងប្អូនចូលរួមច្រើនកកទាំងអស់គ្នាហើយក៏មិនភ្លេចអរគុណទៅដល់ក្រុមហ៊ុនវឌ្ឍនៈ Brewery អរគុណទៅដល់ទឹកពិសាប្រណិត VIQ ដែលបានឧបត្ថម្ភគ្រប់គ្រងនាំថ្នាក់គុណខ្មែរចេញទៅប្រកួតនៅប្រទេសជប៉ុនវាជាប្រវត្តិសាស្ត្រថ្មីមួយទៀតដែលយើងពុំធ្លាប់មានទេក្នុងការនាំកីឡាករក្មេងៗអាយុក្រោម20ឆ្នាំចេញទៅប្រកួតនៅទីដែលឆ្ងាយពីទឹកដីកំណើតរបស់ខ្លួនចំណាយពេលជាង5ម៉ោងក្នុងការជិះយន្តហោះនោះទេបាទ
អញ្ចឹងកុំភ្លេចបងប្អូនយើង5គូដណ្ដើមខ្សែក្រវ៉ាត់2គូអ្នកដណ្ដើមខ្សែក្រវ៉ាត់គឺគីងកុងហើយនិងគឹមសវណ្ណឃីមក្រៅពីនោះគឺប្រកួតមិត្តភាពអាចគេមានពានកិត្តិយសឲ្យគេតិចតួចចឹងទៅបាទអញ្ចឹងកុំភ្លេចគ្រប់គ្រងទាំងអស់គ្នាថ្ងៃនោះខ្ញុំនឹងយកអវ៉ាន់ផ្សាយផ្ទាល់ពីខ្មែរទៅដល់ប្រទេសជប៉ុនខ្ញុំនឹង live ពីប្រទេសជប៉ុនជូនដល់បងប្អូនក្នុង page KSF គុណខ្មែរ Superfight និង page គ្រុតគុណខ្មែរឬក៏ page គ្រុត Energy เพจខ្ញុំបានផ្សាយដែរเพจលោកសួរបណ្ណៈផ្សាយដែរเพจលោកនូពៅផ្សាយដែរអញ្ចឹងយើងនឹងធ្វើការផ្សាយតពីប្រទេសជប៉ុនមកកុំភ្លេចចូលរួមបងប្អូននៅនោះចូលរួមគ្រប់គ្រងតែបងប្អូននៅកុំភ្លេចគ្រប់គ្រងផងព្រោះវាជាប្រវត្តិសាស្ត្រថ្មីរបស់គុណខ្មែរអរគុណអាប់ដេតព័ត៌មានជូនដល់បងប្អូនប៉ុណ្ណឹងជំរាបលាបងប្អូនកុំភ្លេចគ្រប់គ្រងថ្នាលទាំងអស់គ្នាបាទ